បរោះពីរនាក់ទៅបាញ់សត្វមាននិទានមួយដំណើរថាមានបរោះពីរនាក់ទៅរកបាញ់សត្វលុះដើរចូលទៅក្នុងព្រៃបានឃើញសត្វហើយក៏បាញ់ព្រមគ្នាត្រូវសត្វនោះងាប់ហើយគិតអាសាច់ចែកគ្នាបរោះទាំងពីរនាក់សឹងការចិត្តលោភលន់ចង់បានចំណែកលើគ្នាតែរៀងខ្លួនប្រកែកគ្នាទៅវិញទៅមកមិនដាច់ស្រេចឡើយហើយបបួលគ្នាសែងសត្វនោះទៅប្តឹងចៅក្រមដល់ហើយបរោះមួយនិយាយថាសូមជម្រាបលោកត្បិតយើងខ្ញុំទាំងពីរនាក់បាញ់សត្វនេះព្រមគ្នាត្រូវដំណើរគ្នាលុះសត្វនេះងាប់ហើយគិតនឹងអាសាច់ចែកគ្នាស្រាប់តែមានពាក្យវិវាទទៅវិញទៅមកដោយចង់យកចំណែកលើសតែរៀងខ្លួនសេចក្តីនេះសូមលោកចែកឲ្យយើងខ្ញុំផងចៅក្រមដណ្ដឹងសួរថានរណាបាញ់ត្រូវមុននរណាបាញ់ត្រូវក្រោយបរោះមួយថាក៏បាញ់ត្រូវព្រមគ្នាតែខ្ញុំព្រះបាទបាញ់ត្រូវត្រង់ទ្រូងចៅនេះបាញ់ត្រូវត្រង់ជើងទាំងពីរក៏បរោះមួយទៀតឆ្លើយថាបាញ់ត្រូវព្រមគ្នាមែនតែខ្ញុំព្រះបាទបាញ់ត្រូវបាក់ជើងទាំងពីរចៅនេះបាញ់ត្រូវត្រង់ទ្រូងឯចៅក្រមថាបើតាមពាក្យចៅទាំងពីរនាក់នេះឆ្លើយឲ្យការឃើញថាបាញ់ត្រូវដំណើរគ្នាបើដូច្នេះអញបង្គាប់ឲ្យចៅទាំងពីរនាក់កាត់ក្បាលទុកដាក់ខ្វាត់ឯខ្លួនសត្វនោះត្រូវពុះជាពីរអញនឹងពិចារណាមើលតើគួរចែកគ្នាម្ខាងម្នាក់ឬយ៉ាងណាចៅទាំងពីរនាក់ពុំព្រមធ្វើតាមចៅក្រមបង្គាប់នោះឡើយទើបចៅក្រមនាំចៅទាំងពីរនាក់នោះឡើងទៅក្រាបទូលព្រះមហាក្សត្រទ្រង់ជ្រាបដោយដំណើរសពគ្រប់ហើយទ្រង់មានព្រះបន្ទូលថាដោយសារព្រះស្ដែងបាញ់ត្រូវដើមទ្រូងបានជាសត្វនោះងាប់ឆាប់ឯព្រះស្ដែងបាញ់ត្រូវជើងទាំងពីរនោះលុះតែសម្លាប់ថែមទៀតទើបសត្វនោះអស់អាយុព្រះមហាក្សត្រទ្រង់ឲ្យយកសាច់សត្វនោះទៅអាសាច់ចែកជា3ភាគ2ភាគឲ្យបានទៅចៅដែលបាញ់ត្រូវដើមទ្រូង1ភាគឲ្យបានទៅចៅដែលបាញ់ត្រូវបាក់ជើងទាំងពីរនោះកាលបើព្រះមហាក្សត្រទ្រង់បញ្ជាឲ្យចែកដូច្នោះចៅទាំងពីរនាក់នោះក៏ចូលចិត្តព្រមព្រៀងគ្នាហើយក្រាបបង្គំលាវិលទៅទីលំនៅទីតីហោង